បាទថ្ងៃនេះខ្ញុំមកចូលរួមការពិនិត្យការប្រមូលផលស្រូវសែនក្អូប01របស់កសិករនៅឃុំកំពង់គោបាទដែលជាកសិករចូលរួមសហគមន៍កសិកម្មទំនើបបាទដែលផលិតស្រូវសែនក្អូប01ដោយមានកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនបៃតងបាទហើយមុននឹងការដាំដុះនេះគឺថាក្រុមហ៊ុនបានចុះមកធ្វើកិច្ចសន្យាហើយទិញក្នុងតម្លៃស្រូវល្អ1350រៀលក្នុង1គីឡូបាទហើយនៅតំបន់នេះដំបូងគឺពិបាកក្នុងការបបួលគាត់ធ្វើបាទគាត់ដំបូងគាត់ជាគិតថាសែនក្អូបបានទិន្នផលទាបបាទកើតជំងឺច្រើនសត្វល្អិតច្រើនប៉ុន្តែមកដល់ពេលនេះយើងឃើញថាការដាំដុះស្រូវសែនក្អូបតំបន់នេះគឺល្អមែនទែនបាទហើយទិន្នផលស្រូវខ្ញុំបានជួបមិញបាទយើងបានប្រមូលផលយើងឃើញផលទាំងអស់នេះសរុបដីរបស់កសិករនេះគឺ8ហិកតាបាទ8ហិកតាបើយើងបូកតាមរយៈម៉ាស៊ីនច្រូតមិញគឺថាជាមធ្យមគឺ7តោនជាងបាទអាចខ្ទង់7តោនកន្លះខ្ញុំបានធ្វើស្រូវសែនក្អូបនេះនៅឃុំខ្ញុំឥឡូវប្រមូលផលហើយក្នុងមួយហាត់វាអាច7តោន500ឡើងដីខ្ញុំធ្វើនេះ8ហាត់លក្ខខណ្ឌដែលល្អគឺកសិករដែលចូលសហគមន៍ទំនើបគឺមិនចាំបាច់ចំណាយទិញពូជទិញជីបាទគឺថាក្រុមហ៊ុនដាក់ឲ្យមុនបាទហើយនៅពេលដែលប្រមូលផលចេះហើយគឺលុយគឺគេនឹងវេចូលសហគមន៍ហើយកណនាថាតើគាត់នឹងយកតែផលចំណេញទៅវិញបាទអញ្ចឹងដកលុយជីដកលុយពូជបាទអញ្ចឹងកសិករទទួលបានទិន្នផលខ្ពស់បាទគាត់បានលុយច្រើនទីមួយយើងចូលសហគមន៍នេះគាត់ផ្ដល់ជីផ្ដល់អីឲ្យយើងស្រាច់ពូជស្រាច់យើងគ្រាន់តែមកដាំដុះខ្លួនយើងទេខ្ញុំបានជួបសួរកសិករម្ដុំនេះគឺថាគាត់សប្បាយចិត្តមែនតែនហើយក៏គាត់អរគុណណាស់ទៅដល់អាដាមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មបាទដែលបានផ្ដួចផ្ដើមមានគំនិតរៀបចំជាសហគមន៍កសិកម្មទំនើបដែលសហគមន៍កសិកម្មទំនើបនេះគឺជាយុទ្ធសាស្ត្រមួយរបស់ក្រសួងដែលធ្វើឲ្យកសិករយើងមានបានក្តីសង្ឃឹមបាទន័យថាយើងផលិតស្រូវអីពូជអីទៅតាមទីផ្សារបាទទីផ្សារគេចង់បានអីយើងផលិតពូជនឹងឲ្យបាទហើយអានេះគឺប្រៀបដូចជាយើងលក់ផលិតផលរបស់យើងមុននឹងធ្វើការដាំដុះបាទយើងដឹងថាធ្វើមកគឺគេទិញយកមកបាទស្រូវនេះគឺគ្រាន់តែមកគឺគេត្រូវលើកឡើងថ្លឹងឡើងឡានតែម្ដងបាទបើតាមកសិករតំបន់នេះគឺថាសម្រាប់ពូជស្រូវសែនក្អូបការប្រើប្រាស់ជីគឺតិចជាងពូជ OM បាទហើយបានថ្លៃជាងបាទបានថ្លៃជាងដូច្នេះថ្លៃដើមផលិតរបស់គាត់គឺតិចហើយឆ្នាំនេះប្រហែលជាអាកាសធាតុល្អគឺថាជំងឺក៏អត់សូវមានសត្វល្អិតក៏អត់មានអាកាសធាតុល្អគឺទិន្នផលឡើងគ្រប់កន្លែងទាំងអស់បាទតាក់ទងនឹងការរៀបចំសហគមន៍ទំនើបនេះគឺថាក្រសួងកសិកម្មគឺបានខិតខំផ្សព្វផ្សាយជាលក្ខណៈទស្សនៈទានបាទស្អីទៅកសិកម្មទំនើបសហគមន៍កសិកម្មទំនើបចំណេញអីទទួលបានអីខ្លះការគ្រប់គ្រងអីខ្លះពីក្រសួងបាទនៅពេលដែលកសិករគាត់ចាប់អារម្មណ៍គឺយើងទៅប្រជុំពិភាក្សាគាត់ហើយថាបើបានប្រមាណអ្នកថៃដីតំបន់នេះធំគឺចូល10000ហិកតាប៉ុន្តែការចូលរួមដំបូងបានតែ550ហិកតាទេបាទគឺនៅពេលដែលមានកសិករចង់ចូលរួមគឺតាមរយៈមន្ទីរកសិកម្មគឺផ្ដល់ព័ត៌មានមកហើយយើងនឹងចុះសិក្សាហើយយើងនឹងផ្សព្វផ្សាយហើយយើងនឹងរកទីផ្សារជូនតើក្រុមហ៊ុនណាតើរោងម៉ាស៊ីនណាដែលចង់ទិញបាទហើយការចង់ទិញការដាំដុះកសិកររបស់កសិករគឺមិនមែនមានន័យថាដាំតែពូជសែនក្អូបមួយមុខទេគឺយើងដាំទៅតាមតម្រូវការទីផ្សារឧទាហរណ៍ថារោងម៉ាស៊ីនមួយគាត់ចង់បានការរំដួលយើងធ្វើការរំដួលបាទត្រូវការសែនក្អូបមានទីផ្សាររបស់គាត់កំងទិញកំងឲ្យយើងដាំពូជសែនក្អូបអ្នកខ្លះកំងឲ្យយើងដាំពូជសង្ហែបាទអញ្ចឹងគឺថាការដាំដុះមិនខ្ញុំជឿថាមិនបញ្ហាទេព្រោះទោះបីយើងដាំអីដោយនៅពេលដែលមានតម្រូវការទីផ្សារគឺគេកុងត្រាហើយគេទិញទាំងអស់ទៅតាមកុងត្រាអញ្ចឹងគឺយន្តការកសិកម្មទំនើបនេះគឺធ្វើឲ្យទីផ្សារយើងមានបាទនេះហើយជាគោលនយោបាយរបស់រដ្ឋាភិបាលឲ្យរកទីផ្សារជូនកសិករផ្ដល់មន្ត្រីកសិកម្មបាទឥឡូវនេះគឺមន្ត្រីកសិកម្មនៃអគ្គកសិកម្មគឺចុះ
ជួយបងប្អូនប្រជាកសិករមើលថាតើអីដែលកើតមាននៅក្នុងស្រែយើងធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់នោះបាទអញ្ចឹងគឺយើងចុះមកជាប្រចាំកន្លែងដែលមានសហគមន៍កសិកម្មទំនើបគឺយើងចុះមកបាទតាក់ទងនឹងការប្រើប្រាស់ជីតាក់ទងនឹងការកម្ចាត់សត្វល្អិតជំងឺតើថ្នាំអីដែលគាត់គួរតែប្រើបាទនេះហើយគឺជាអ្វីដែលកសិកម្មយើងជួយបានហើយយើងអ្វីដែលយើងកំពុងតែគិតគូរហើយប្រុងប្រយ័ត្នមែនទែនគឺថាការប្រើប្រាស់ធាតុចូលកសិកម្មដែលអាចលើសបញ្ញត្តិដែលទីផ្សារគេត្រូវការឧទាហរណ៍ថានៅទីផ្សារសហគមន៍អឺរ៉ុបគេមិនចង់គេអត់ទិញទេស្រូវដែលមានសារធាតុមួយចំនួនដូច tricyclazole acetamiprid អីគេដែលមានកម្រិតកំណត់ហ្នឹងទាបអញ្ចឹងបើសិនជាយើងប្រើអស់ហ្នឹងគឺទៅនាំទៅទីផ្សារបានទេអញ្ចឹងហើយគឺតាមរយៈសហគមន៍កសិកម្មទំនើបនេះគឺយើងអាចថាណែនាំកសិកររត់អីដែលអាចឲ្យកសិករប្រើប្រាស់មានប្រសិទ្ធភាពទាំងប្រសិទ្ធភាពក្នុងការកម្ចាត់ប្រសិទ្ធភាពក្នុងការប្រើប្រាស់និងសុវត្ថិភាពសម្រាប់ទីផ្សារផងដែរខ្ញុំធ្វើទាំងយប់នេះដោយសារខាងកសិកម្មគាត់បានមកពិនិត្យមើលយើងទៅគាត់ណាត់ថ្ងៃដល់ពេលកណាណាត់ថ្ងៃយើងក៏តកតងម៉ាស៊ីនគេណាត់ថ្ងៃដូចគ្នាអញ្ចឹងដូចថាក្នុងមួយថ្ងៃម៉ាស៊ីនគេស៊ី8ហាត់រួចគឺយើងយកម៉ាស៊ីន4ក៏ដោយ5ក៏ដោយគឺយើងស៊ីមួយថ្ងៃនឹងឲ្យរួចព្រោះស្អែកគេទៅទៀតហើយអញ្ចឹងបានយើងធ្វើការទាំងយប់ហើយយើងធ្វើនេះក៏យើងមើលដែរយើងមើលថាត្រឹកអន្សើមក៏យើងមិនអាចយកប្រមូលផលបានដែរប៉ុន្តែយើងឥឡូវនេះវាអត់ត្រឹកអន្សើមទេបាទត្រឹកអន្សើមទេហើយស្រូវយើងនៅល្អទេស្រូវយើងស្ងួតអត់អីទេឥឡូវសบายចិត្តប្រមូលផលយើងបានខ្ពស់ហើយនឹងតម្លៃថ្លៃសារនេះចំណេញបានប្រហែលជាល្បាក់ប្រហែលជា1000ឡើងហ្នឹងទៅព្រោះយើងទីតន្តែយើងថ្លឹងហើយយើងកាញ់ដកអស់បានយើងដឹងថាវាចំណេញប្រមាណការចំណាយបាក់3 3លានក្នុងមហត្តាហើយលក់វិញបានលក់បើយើងគិតប្រហែលជា7 8លានគិតរួចឃើញលុយ